Now we are from Cambodia. Chum Riep Suor. Chum Riep Suor. Apa kabar? Singapore? Ni hao. Ni hao. Now in my language, Senom. Seno. Today I'm exploring some of the most beautiful and historic places in Odisha, India. The first I visit the Odigiris and the Kadagiri Cave. ថ្ងៃនេះខ្ញុំមានអារម្មណ៍ដូចជាកំពុងរស់នៅក្នុងប្រវត្តិសាស្ត្រមួយ Odisha មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ប៉ុន្តែពោរពេញទៅដោយរឿងរ៉ាវនិងវប្បធម៌ដ៏អស្ចារ្យមែនទែន ដំបូងខ្ញុំបានទៅ Andegiri ហើយនិង Khandagiri Cave រូងភ្នំដែលនៅជុំវិញនឹងគឺមានអាយុកាលជាង 2000 ឆ្នាំហើយពេលដែលខ្ញុំឈរមើលចម្លាក់និងថ្មផុសបែបបុរាណនឹងទាំងអស់នឹងមានអារម្មណ៍ថាកំពុងតែឃើញអតីតកាលចំពោះមុខសម្រាប់ព្រះសង្ឃដែលគាត់មកហើយគឺតាំងសមាធិនៅក្នុងនេះនេះខាងក្នុងនេះគេឲ្យព្រះសង្ឃគាត់និមន្តមកគង់នៅក្នុងនេះហើយធ្វើការតាំងសមាធិ So in Jainism and Buddhism in particular កន្លែងនេះមិនមែនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានទេសភាពជាពិសេសគឺនៅជុំវិញនឹងហ្មងបើសិនជាយើងឈរនៅលើកំពូលយើងអាចមើលឃើញទីក្រុងហើយមានអារម្មណ៍ថាស្ងប់ស្ងាត់មែនទែននៅជុំវិញខ្លួនយើងបន្ទាប់មកយើងក៏នាំគ្នាបន្តដំណើរទៅប្រាសាទមួយទៀតប្រាសាទហ្នឹងគេអានថា Yugini Temple ដែលមានអាយុកាលជាង 1100 ឆ្នាំហើយប្រាសាទហ្នឹងមានរូបរាងដូចជារង្វង់ហើយមានអារម្មណ៍ថាអាថ៌កំបាំងមែនទែនពេលដែលទៅដល់ទីហ្នឹងនឹងមានភាពស្ងាត់ស្ងាត់ខ្លាំងណាស់អ្វីដែលធ្វើខ្ញុំចាប់អារម្មណ៍ជាងនោះទៅទៀតនៅឥណ្ឌាគឺចំពោះចរាចរណ៍គឺផ្លូវគឺពោពេញទៅដោយម៉ូតូឡានតុកតុកនិងមនុស្សច្រើនមែនទែនទោះបីជាយ៉ាងណាក៏ដោយមើលទៅរាំងរវល់បន្តិចប៉ុន្តែការធ្វើដំណើររបស់យើងគឺនៅតែបានល្អប្រសើរដោយសារតែមានការជួលដំណើរពីខាងអ្នកសម្របសម្រួលនិងប៉ូលីសនៅខាងឥណ្ឌាធ្វើឲ្យការធ្វើដំណើរនេះកាន់តែពិសេសគឺពួកខ្ញុំបានជួបជាមួយនឹងតំណាងប្រទេសជាង10ប្រទេសហ្នឹងគឺពួកគាត់ទៅសិតតែរស់រាយរាក់ទាក់ជាពិសេសគឺពោពេញទៅដោយស្នាមញញឹមនិងភាពសប្បាយៗហើយចំណែកពួកខ្ញុំមកពីកម្ពុជាគឺយើងនៅតែប្រកាន់ culture របស់យើងគឺភាពរស់រាយរាក់ទាក់ញញឹមយើងអត់ប្រកាន់ពុទ្ធសាសនាថាជាជនជាតិអីឬក៏មកពីខាងណាទេអូឌីសាមិនមែនត្រឹមតែជាកន្លែងស្អាតនិងជាកន្លែងទេសចរប៉ុណ្ណោះទេប៉ុន្តែជាកន្លែងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបានរៀននៅអ្វីថ្មីថ្មីប្រវត្តិសាស្ត្រថ្មីថ្មីនិងទទួលបានអនុស្សាវរីយ៍ជាច្រើនល្អៗថែមទៀតធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្តខ្ញុំបានផ្សព្វផ្សាយពីវប្បធម៌និង culture របស់ខ្មែរយើងជាពិសេសខ្ញុំបានដាក់កម្មាខ្មែរមកថែមទៀតដើម្បីឲ្យពួកគាត់បានឃើញនិងបានស្គាល់បន្ថែមទៀតហើយអ្នកទាំងអស់គ្នាខ្ញុំនៅមានវីដេអូជាច្រើនទៀតសម្រាប់ថ្ងៃបន្តទៀតអញ្ចឹងបាយបាយអញ្ចឹងជួបគ្នានៅវីដេអូក្រោយហើយ blog ខ្ញុំមួយរយៈហ្នឹងគឺមានតែនៅប្រទេសឥណ្ឌាទេរយៈពេល10ថ្ងៃអញ្ចឹងសូមឲ្យបងប្អូនតាមដានទស្សនាទាំងអស់គ្នាអរគុណបាយបាយ